ចាសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីទៀតហើយចាថ្ងៃនេះខ្ញុំមានបន្លែព្រៃចំនួន2ប្រភេទយកមកបង្ហាញបងប្អូនចាគឺមានស្លឹកជាមួយនឹងស្លឹកជ្រេះចានេះគឺស្លឹកជ្រេះមួយបាច់500បងប្អូនហើយនេះគឺចាបន្លែផ្អែមរបស់យើងចាសុទ្ធតែត្រួយខ្ចីតែម្ដងបងប្អូនអើយឃើញថាដល់រដូវកាលបន្លែព្រៃឯងបងប្អូនសុទ្ធតែជាបន្លែធម្មជាតិមួយឆ្នាំគឺលាស់មកតែម្ដងទេគឺលាស់នៅរដូវធ្លាក់ទឹកភ្លៀងដើមឆ្នាំបងប្អូនចាធ្លាក់ទឹកភ្លៀងបាន1មេ2មេ3មេដើមឆ្នាំដំបូងហ្នឹងគឺដឹងតែមានគេបេះលក់ឲ្យបងប្អូនដោយសារតែវាលាស់មកថ្មីអញ្ចឹងណាហើយបើនិយាយពីខ្ញុំវិញគឺថាឲ្យតែឃើញបន្លែព្រៃទាំងអស់ហ្នឹងគឺចូលចិត្តខ្លាំងមែនតែនឆ្នាំណាក៏ដូចឆ្នាំណាដែរគឺអត់ឲ្យរំលងទេបងប្អូនតាមពិតជាមួយនឹងបន្លែចាស្លឹកជ្រេះនេះឆ្នាំតមិញគឺខ្ញុំធ្លាប់បានធ្វើវីដេអូម្ដងហើយបងប្អូនចាឥឡូវនេះគឺចង់ធ្វើម្ដងទៀតដោយសារតែវីដេអូវានៅជ្រៅឆ្ងាយខ្លាចលោកបងប្អូនគាត់ពិបាក scroll មើលអីអញ្ចឹងណាហើយនេះគឺជាបន្លែផ្អែមបងប្អូនប្រភេទបន្លែផ្អែមនេះបងប្អូនចង់ឆាក៏បានចង់ស្ងោរក៏បានគឺធ្វើអីក៏ឆ្ងាញ់ដែរបងប្អូនចាស្ងោរលាបផ្សិតច្បើងយើងរត់តែឆ្ងាញ់ទៀតថែមបងប្អូនស្ងោរជាមួយនឹងសាច់មាន់រំលីងក៏បានចាសាច់ជ្រូក3ជាន់ក៏បានហើយសម្រាប់ថ្ងៃនេះគឺខ្ញុំជ្រើសរើសការស្ងោរជាមួយនឹងស្លឹកជ្រេះមុនណាបងប្អូនដោយសារខ្ញុំបានទិញឆ្អឹងជំនីជ្រូកមកបងប្អូនចង់ស្ងោរឆ្អឹងជំនីជ្រូកដូចខ្ញុំក៏បានបងប្អូនចង់ស្ងោរជាមួយសាច់ជ្រូកចិញ្ច្រាំក៏បានដែរបងប្អូនចាយើងស្ងោរអង្ករលីងអញ្ចឹងដំបូងឡើយគឺខ្ញុំលីងអង្ករមុនសិនបងប្អូនចាយើងលីងអង្ករឈ្ងុយហើយឡើងក្រហមល្អទៅខ្ញុំក៏យកទៅចាកិនក្នុងម៉ាស៊ីនណាបងប្អូនហើយនេះគឺជាគ្រឿងផ្សំចម្បងគេបំផុតហើយសម្រាប់សម្លមួយមុខនេះគឺខ្វះអង្ករលីងអត់បានទេដោយសារតែសម្លយើងគឺស្ងោរអង្ករលីងណាបងប្អូនបន្ទាប់ពីខ្ញុំចាលីងអង្ករលីងចាក្លុកហើយអីហើយខ្ញុំទុកម្លាយសិនខ្ញុំមកបេះជាមួយនឹងបន្លែរបស់យើងបងប្អូនយើងច្បូតយកតែស្លឹកខ្ចីបែបនេះនិយាយទៅវាមកបាច់គឺសុទ្ធតែស្លឹកខ្ចីល្អទាំងអស់បងប្អូនគឺអត់មានចាស់អញ្ចឹងគឺយើងបូតយកតែម្ដងសម្រាប់ស្លឹកជ្រេះនេះបើបងប្អូនសំណាងល្អទិញប៉ះចំស្លឹកត្រួយល្អវាអត់ហាងព្រោះវាមានពីរប្រភេទបងប្អូនវាមានដើមខ្លះវារៀងហាងធំក្លិនរៀងប្រហាត់ដូចរបៀបថាមានមេមានឈ្មោលអញ្ចឹងបងប្អូនខ្ញុំអត់ច្បាស់ដែរតែបើយើងសំណាងល្អទិញមកប៉ះដើមប្រភេទវាអត់ហាងទេគឺយកមកស្ងោរគឺដឹងតែឆ្ងាញ់តែម្ដងបងប្អូនចាឥឡូវបន្ទាប់ពីយើងបេះស្លឹកបេះឆ្មែងវាចេញស្អាតបាតហើយចាយកស្លឹកមកធ្វើការលាងចម្រោះទឹកជាមួយនឹងកញ្ច្រែងរបស់យើងឲ្យស្អាតមកបងប្អូនលាងចំនួន2ទឹកក៏បាន3ទឹកក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំលាងទៅ2ទឹកឲ្យបងប្អូនដោយសារតែមើលទៅវាអត់សូវមានដីឬក៏អត់មានសត្វមានចាតកៅមានអីទេបងប្អូនវាស្អាតតែម្ដងអញ្ចឹងខ្ញុំត្រឡប់មកមើលជាមួយនឹងចាឆ្អឹងជំនីជ្រូករបស់យើងវិញម្ដងបងប្អូនចាខ្ញុំកាត់ជាកង់ជាដុំបែបនេះបន្ទាប់មកខ្ញុំទៅដាំទឹកឃើញថាទឹកយើងចាប់ផ្ដើមពុះហើយខ្ញុំក៏បង់ជាមួយនឹងមើមខ្ទឹមជាច្រាំចូលបន្តិចទៅបងប្អូនទាំងគ្នាចាបន្ទាប់ពីបង់ខ្ទឹមហើយខ្ញុំថែមជាមួយនឹងគ្រឿងក្រូវយើងយកតែម្ដងដំបូងគឺខ្ញុំដាក់អំបិលចាខ្ញុំប្រើអំបិលចាអំបិលកពតរបស់យើងបងប្អូនចាជាមួយនឹងទឹកត្រីចំនួន1វែកចានេះគឺស្ករសចាបន្ទាប់ពីយើងបង់គ្រឿងក្រូវហើយរួចរាល់គឺខ្ញុំដាក់សាច់ចូលតែម្ដងបងប្អូនទាំងអស់គ្នាចាសម្រាប់សាច់នេះគឺយើងដាក់បង់ចូលហើយយើងទុកឲ្យសាច់របស់យើងហ្នឹងគឺពុះចំនួន1រំពុះមើលទៅរៀងចិត្តឆ្អិនសាច់ហើយខ្ញុំថែមជាមួយនឹងកលីងបងប្អូនកលីងដែលយើងទៅលីងហើយហ្នឹងដំបូងឡើយគឺខ្ញុំដាក់2វែកស្លសិនចាយើងប្រញាប់បង់អង្ករលីងបែបនេះគឺដើម្បីឲ្យអង្ករលីងរបស់យើងវាឆាប់រីកទេបងប្អូនចាស្លហ្នឹងគឺត្រូវការអង្ករលីងយើងរីកហើយរៀងខាប់ទៅស្លយើងឆ្ងាញ់ចាហើយនេះគឺជាទម្លាប់របស់ខ្ញុំហើយបងប្អូនចាដូចបងប្អូនដែលធ្លាប់តាមដានវីដេអូរបស់ខ្ញុំកន្លងមកអញ្ចឹងគឺទឹកស្លឲ្យតែឃើញពពុះនៅពីលើហ្នឹងគឺខ្ញុំដួសចោលហើយខ្ញុំអត់ចេះទុកទេបន្ទាប់ពីចាសាច់យើងហើយនឹងអង្ករលីងយើងចាប់ផ្ដើមរាំងរីកល្មមហើយខ្ញុំថែមជាមួយនឹងចាបន្លែរបស់យើងចូលទាំងអស់តែម្ដងចាហើយយើងគ្របទុកឲ្យវាពុះចោលមួយសន្ទុះទៅចាដល់វគ្គដែលយើងត្រូវថែមអង្ករលីងទៀតហើយបងប្អូនអាចថែម2វែកទៀតក៏បានចាថែម1វែកក៏បានដែរនិយាយទៅគឺតាមការចូលចិត្តបងប្អូនចូលចិត្តខាប់ប៉ុណ្ណាគឺយើងថែមលុយមើលមកល្មមខាប់ដែលយើងចូលចិត្តទៅណាដូចអ្នកខ្លះគាត់ចូលចិត្តរាវអញ្ចឹងគាត់ដាក់តែ3វែកទេអ្នកខ្លះទៅគាត់ចាចូលចិត្តខាប់គឺដាក់4វែកទៅចាហើយមិញគឺខ្ញុំបងបិជែងបងប្អូនដោយសារឃើញស្លយើងវាឡើងល្មមដែរហើយចាអញ្ចឹងឥឡូវស្លរបស់យើងគឺរួចរាល់ហើយបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីខ្ញុំឆ្លឆ្អិនហើយខ្ញុំក៏មកត្រៀមជាមួយនឹងបន្លែបងប្អូនបន្លែសម្រាប់ទុកឆាបាយដោយសារថ្ងៃនេះខ្ញុំទៅផ្សារអញ្ចឹងខ្ញុំក៏ទិញបន្លែយកមកចិតដើម្បីត្រៀមទុកសម្រាប់ឆាបាយព្រឹកឲ្យកូនរបស់ខ្ញុំដោយតែបងប្អូនធ្លាប់ដឹងអញ្ចឹងចាហើយសម្រាប់បន្លែរបស់ខ្ញុំគឺអត់មានអីច្រើនទេបងប្អូន3មុខនេះឯងចាមានពោតក្រហមមួយមានការ៉ុត1មើមហើយនិងសណ្តែកគួរចាប្រហែលជាមួយកូនក្តាប់តូចប្រហែល4 10ដើមឯងបងប្អូនទាំងអស់គ្នាជាទូទៅខ្ញុំតែងតែត្រៀមបន្លែរបស់យើងគឺទុកក្នុងទូទឹកកកដោយសារតែខ្ញុំឆាញឹកញាប់ចាអញ្ចឹង
មកមើលពីរបៀបចិត្តបន្លែទុកដាក់របស់ខ្ញុំទាំងអស់គ្នាបងប្អូនចាចាំសណ្ដែកគួរគឺខ្ញុំប្រើចាចំនួនសណ្ដែកហាឡន្តាបងប្អូនដោយសារតែយើងនៅតាមស្រុកស្រែអញ្ចឹងវាអត់ស្រួលអាសណ្ដែកហាឡន្តានោះតើតែចូលក្រុងឬក៏ចូលផ្សារទំនើបអីដល់មានហើយណាមួយវាថ្លៃផងបងប្អូនអញ្ចឹងខ្ញុំប្រើសណ្ដែកគួរចំនួនដោយសារតែសណ្ដែកគួរនេះក៏វាមានពណ៌ខៀវៗដូចសណ្ដែកហាឡន្តាដែរអញ្ចឹងបងប្អូនចាខ្ញុំចិត្តសណ្ដែកគួរជាកង់បែបនេះមកបន្ទាប់មកទៀតខ្ញុំក៏មកមើលជាមួយនឹងបន្លែការ៉ុតវិញម្ដងបងប្អូនសម្រាប់ការ៉ុតគឺខ្ញុំចិតជាចាបន្ទះបែបនេះគឺមិនស្ដើងពេកហើយក៏មិនក្រាស់ពេកដែរយើងយកកម្រាស់មកល្មមដើម្បីងាយស្រួលយើងចិតបែបនេះបន្តទៀតគឺចិតជាចាដុំការ៉េ4ជ្រុងតែម្ដងបងប្អូនចាហើយក៏អត់ចិតឲ្យធំពេកដែរបងប្អូនយើងចិតប៉ុនជាមួយនឹងសណ្ដែកគួររបស់យើងតែម្ដងមកគឺរួចរាល់ហើយបន្ទាប់ពីយើងចាចិត្តបានពីមុខហើយបងប្អូនគឺមានការ៉ុតហើយនិងសណ្ដែកគួរឥឡូវយើងមកមើលជាមួយនឹងពោតរបស់យើងវិញម្ដងបងប្អូនពោតគឺខ្ញុំអត់ប្រឡេះទេបងប្អូនដោយសារប្រឡេះវារៀងយូរអញ្ចឹងគឺខ្ញុំប្រើធ្វើការចិតបែបនេះតែម្ដងបងប្អូនគឺយើងចិតជាសាច់ប្រទេសស្ដើងហើយទៅយើងយកវាមកចំបាច់ឲ្យវារលេះគ្រាប់ចេញពីគ្នាអញ្ចឹងណាបងប្អូនចាសល់ស្នូលបន្តិចហ្នឹងគឺយើងចោលទៅចាខ្ញុំយកសាច់របស់វាមកចំបាច់ជាមួយនឹងយ៉ាងការ៉ុតដើម្បីឲ្យវាបេះល្បេះជាដុំតូចចាលាយជាមួយនឹងការ៉ុតហើយនឹងសណ្ដែករបស់យើងចាឥឡូវរួចរាល់ហើយសណ្ដែករបស់យើងគឺយើងចិតឲ្យអស់ហើយបន្លែរបស់យើងគឺមាន3មុខនេះឯងបងប្អូនចាអញ្ចឹងខ្ញុំក៏យកថង់យកមកច្រកដើម្បីធ្វើការចារក្សាទុកក្នុងទូកកនៅពេលដែលយើងច្រកទុកបែបនេះគឺយើងប្រើបានយូរបងប្អូននៅពេលដែលយើងឆាគឺយើងគ្រាន់តែចាក់វាចាច្បាច់វាចេញពីថង់មកយើងដាក់ត្រាំក្នុងទឹកមួយសន្ទុះមកល្មមតែដែលយើងឆាបាយមកគឺយើងឆាបាយបានហើយបងប្អូនហើយសម្រាប់វីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ហើយដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនតាំងពីដើមរហូតដល់ចប់ចាបងប្អូនជាចុងក្រោយកុំភ្លេចជួយចុចជាវ channel របស់នាងខ្ញុំម្នាក់មួយផងចាដើម្បីជាកម្លាំងចិត្តដល់នាងខ្ញុំនឹងធ្វើវីដេអូក្រោយៗបង្ហាញបងប្អូនជាបន្តបន្ទាប់ទៀតចាអរគុណគោរពលា